មានរបស់ហូបឆ្ងាញ់ទៀតហើយថ្ងៃនេះតែមុននឹងបានញ៉ាំត្រូវទៅហូបវាសិនអញ្ចឹងណាមករាវខ្ចៅរាវខ្ចងយកទៅឆាក្តៅញ៉ាំម្ដងថ្ងៃនេះម្ហូបសុកស្រែគឺមានខ្ចៅខ្ចងហ្នឹងហើយបងប្អូនអរគ្នាកាលពី10ឆ្នាំជាងមុនបានខ្ចៅខ្ចងនេះអូលេខ1មកតោះឈប់បោបាច់10 20ឆ្នាំមុននាំសក់ទឹកភ្នែកទេចូលសាច់រឿងយើងវិញខ្ញុំកំពុងតែរាវខ្ចងរាវខ្ចៅហ្នឹងបងប្អូនអរគ្នារដូវនេះរដូវទឹកសក់សបោណាស់ខ្ចៅខ្ចងហ្នឹងមិនទៅហូរណាឆ្ងាយឯក្រោយផ្ទះយើងហ្នឹងខ្វះអីខ្ចៅខ្ចងទៅហូរតែមួយផ្លេតបានឡើងមកកកខ្ចៅខ្ចងបាច់ចាំទៅទិញគេនាំអស់លុយតបពីបានហូរខ្ចៅខ្ចងហើយមកបេះស្លឹកម្រះព្រៅគៀនផ្ទះយកមកឆាក្តៅតែម្ដងខេតងាយស្រួលចឹងបើចាំទៅទិញក្តាមខ្ចងខ្ចៅអីនាំពិបាកអស់លុយតែប្លុកអីមិនបាច់ពិបាកអីបេះតែគៀនផ្ទះហ្នឹងយកទៅណាមិនអស់ចូលសាច់រឿងមិនដែរបន្ទាប់ពីបានទស្សនានៅវីដេអូរបស់យើងខមមិនម្នាក់មួយមើល